ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបើតក្បាលវីដេអូមកថាតំណងនោះតំណងគួយចង់ហូបមែនទេនោះណាម្យ៉ាងទៀតបងប្អូនអើយអាកាសធាតុឥឡូវគឺថាក្តៅនោះក្តៅខ្លាំងមែនទេធ្វើឲ្យសុខភាពយើងបាត់បែនតាមមិនទាន់ទេបើអ្នកផ្ទះខ្ញុំវិញគឺថាផ្ដាសាយវិភីវិភុះពេញតែផ្ទះទាំងអស់តែគ្នាហើយក៏នឹកឃើញថាបើសិនជាបានបបរគ្រឿងហត់ក្តៅផែជាមានកម្លាំងដូច្នេះហើយក៏មិនបង្អង់យូរដែរបងថ្ងៃនេះតូឡើងមួយឆ្នាំងធំយ៉ាងក៏ក្រឹកក៏ក្រែងណាតោះបងប្អូនកុំឲ្យរងចាំយូរទៅមើលពីរបៀបធ្វើអំបោសគ្រឿងសាច់ម៉ឺនរបស់នាងខ្ញុំទាំងអស់គ្នាហើយអំបោសគ្រឿងសាច់ម៉ឺនខ្ញុំថ្ងៃនេះគ្រឿងផ្សំច្រើនដែរបងប្អូនថាទៅអំបោសគ្រឿងបងប្អូនអើយគ្រឿងផ្សំច្រើនចេះបានឆ្ងាញ់ណាចាច្រើនតែគ្រឿងផ្សំទេបងប្អូនរបៀបធ្វើគឺថាងាយស្រួលមែនទែនមុនដំបូងនេះគឺខ្ញុំចាប់ផ្ដើមហាន់ស្លឹកជីគឺខ្ញុំប្រើ3មុខបងប្អូនខ្ញុំប្រើស្លឹកខ្ទឹមជីវ៉ាន់ស៊ុយហើយនិងជីអាណាយើងហាន់ឲ្យល្អិតបែបនេះមកទៅរួយលើអំបោសគ្រឿងរបស់យើងហើយបន្ទាប់មកទៀតខ្ញុំមានក្រូចឆ្មាចាហើយចំណែកឯឆៃប៉ៅប្រៃបងប្អូនឲ្យតែអំបោសគ្រឿងគឺខ្ញុំអត់ដែរចូលទេយើងដាក់លាយអំបោសគ្រឿងណាគឺធ្វើអំបោសគ្រឿងរបស់យើងគឺកាន់តែមានជាតិចាហើយចំណែកផ្សិតច្បើងដូចគ្នាដែរបងប្អូនឲ្យតែអំបោសគ្រឿងគឺខ្ញុំដឹងតែចូលចិត្តណាស់បងប្អូនអើយតែងតែដាក់ផ្សិតច្បើងជានិច្ចចាបន្ទាប់មកទៀតនេះគឺខ្ញុំចាប់ផ្ដើមហាន់ប្រហិតត្រីស្លាតបងប្អូនប្រហិតត្រីស្លាតគឺខ្ញុំចៀនឲ្យខ្លួនឯងយើងហាន់ជាប្រទេសស្ដើងបែបនេះមកណាបើសិនជាបងប្អូនអត់ចង់ចៀនដូចខ្ញុំចេះទេបងប្អូនអាចសូនជាមូលក៏បានដែរគឺរសជាតិមួយយ៉ាងម្នាក់ទេចាចុងក្រោយនេះគឺជាឈាមជ្រូកបងប្អូនយើងហាន់ជាដុំតូចមកល្មមមកបើសិនជាបងប្អូនមានឈាមមិនបងប្អូនអាចដាក់ឈាមមិនក៏បានដែរតែប៉ុណ្ណេះមកគ្រឿងផ្សំរបស់យើងគឺរួចរាល់ហើយបងប្អូនអត់យូរទេឥឡូវយើងចាប់ផ្ដើមទៅធ្វើអំបោសគ្រឿងរបស់យើងហើយមុនដំបូងគឺយើងចាប់ផ្ដើមធ្វើការអំពងខ្ទឹមជាមុនសិនណាបងប្អូនយើងដាក់ខ្ទះក្តៅមកចាប់ផ្ដើមដាក់ខ្លាញ់ចូលចាហើយការអំពងខ្ទឹមយើងប្រើខ្លាញ់រាងច្រើនទីដែរបងប្អូនទៅខ្ទឹមយើងគឺពងបានល្អហើយការបកខ្ទឹមយើងមិនបាច់បកសម្បកឲ្យជ្រះប៉ុន្មានទេបងប្អូនយើងទុកសម្បកជាប់នឹងខ្ទឹមតិចអញ្ចេះពេលយើងយកទៅអំពងខ្ទឹមអញ្ចេះបងប្អូនហើយគឺថាធ្វើឲ្យខ្ទឹមអំពងរបស់យើងគឺថាមានក្លិនឈ្ងុយឆ្ងប់ខ្លាំងតែម្ដងណាចាបន្ទាប់មកខ្ទឹមអំពងរបស់យើងឡើងពងហើយក៏ហមបានប៉ុណ្នេះយើងអាចដុសចេញបានហើយចំណែកខ្លាញ់នៅសល់បាតខ្ទះគឺយើងទុកយកទៅឆាអង្គហើយមុនដំបូងគឺខ្ញុំដាក់ស្ករត្នោតបងប្អូនគឺខ្ញុំកូរជាមួយស្ករត្នោតមួយស្លាបព្រាបាយយើងកូររៀងប្រែពឿឡើងជើងក្រង់មានក្លិនឈ្ងុយឆ្ងប់តិចមកចាំចាប់ផ្ដើមដាក់អង្ករចូលចាចំណែកការឆាអង្គនេះគឺខ្ញុំមានដាក់គ្រឿងទេសបន្តិចតួចដែរគឺមានប្រេងខ្យងមានទឹកត្រីនិងម្សៅរ៉ូឌីបន្ទាប់ពីយើងដាក់គ្រឿងទេសរួចយើងឆាអង្គរបស់យើងបងប្អូនឲ្យស្ងួតទឹកហើយសាច់អង្គឲ្យឡើងពងតិចមកបងប្អូនហើយមើលសាច់អង្គរបស់យើងគឺប្រែពឿក្រហមមើលទៅគឺថាតំណងមែនទេបងប្អូនអើយចាបន្ទាប់ពីយើងឆាអង្គរួចរាល់ហើយឥឡូវយើងទុកមួយឡែកសិនចាប់ផ្ដើមមកធ្វើអំបោសរបស់យើងដោយសារតែខ្ញុំបើកចក្រានតែមួយបងប្អូនបើសិនជាបងប្អូនធ្វើញ៉ាំបើកចក្រានប្រើម្ដងពីរក្នុងពេលតែមួយគឺលឿនមែនទេឆាប់បានញ៉ាំមកណាចាបន្ទាប់ពីយើងដាំទឹកបានពុះហើយយើងចាប់ផ្ដើមដាក់គ្រឿងក្រៅយើងចូលមានហៃប៊ីមានយីហឺមានឆៃប៉ៅប្រៃគ្រឿងដឹងប្រមាណមុខនេះគឺយើងត្រូវការរងាស់មុនគេដើម្បីចេញជាតិបានល្អចាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមដាក់សាច់ម៉ឺនចូលមានគ្រឿងក្នុងជ្រូកមានអីមកណាបងប្អូនចាហើយបន្ទាប់មកគឺទឹកពុះក្រូចគឺមានឃើញពពុះអណ្ដែតអីគឺថាយើងគេចោលខ្លះទៅបងប្អូនដើម្បីឲ្យទឹកបបររបស់យើងនោះគឺថ្លាបានល្អចាហើយនៅក្នុងទឹកបបរនេះគឺយើងមានថែមគ្រឿងទេសតិចតួចដែរបងប្អូនអត់ហ៊ានថែមច្រើនទេគឺលួចមកតិចដោយសារតែឆាអង្គគឺយើងបានដាក់គ្រឿងក្រៅខ្លះហើយម្យ៉ាងទៀតគឺឆៃប៉ៅនេះប្រៃណាស់បងប្អូនខ្ញុំអត់ហ៊ានប្រើអំបិលច្រើនទេណាខ្លាចប្រៃខីញ៉ាំអត់កើតចាបន្ទាប់ពីយើងចំណាយពេលរងាស់សាច់អស់ប្រហែលជារយៈពេលកន្លះម៉ោងកន្លងផុតទៅឥឡូវគឺសាច់យើងបានឆ្អិនហើយយើងក៏ចាប់ផ្ដើមដួសចេញមកណាបងប្អូនចាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមចាក់អង្គដែលយើងបានឆាមិញចូលមានផ្សិតចំបើងមានឈាមជ្រូកមានប្រហិតត្រីស្លាតមានគល់ខ្ទឹមអីគឺថាចាក់ចូលព្រក់ទាំងម្ដងទៅបងប្អូនអើយមើលទៅគឺថាតំណងនោះតំណងយ៉ាងអើយចំណែករសជាតិវិញគឺថាមកឆ្ងាញ់មកល្មមណាបងប្អូនសម្រាប់ខ្ញុំណាបងប្អូនខ្ញុំចូលចិត្តញ៉ាំបបរដែលមានទឹករាវប៉ុណ្នេះព្រោះយើងនៅថែមគ្រឿងក្រៅទៀតមានដូចជាសណ្ដែកបដោះកាទៀវអីមកគឺយើងដាក់ទៅមកល្មមមកចំណែកអង្គវិញគឺខ្ញុំចូលចិត្តនៅអង្គដែលឡកប៉ុណ្នេះបងប្អូនអើយគឺថាញ៉ាំទៅឆ្ងាញ់ខ្លាំងមែនទែនបងប្អូនបើចង់ធ្វើអំបោសគ្រឿងទៅមានរសជាតិកាន់តែឆ្ងាញ់បងប្អូនត្រូវរើសយកមិនមីបងប្អូនបានមិនមីពងម្ដងពីរដងទៀតគឺសម្បូរខ្លាញ់ណាស់នៅពេលយើងយកមកអំបោសគ្រឿងចេះណាគឺថាធ្វើឲ្យអំបោសគ្រឿងយើងគឺកាន់តែមានរសជាតិឆ្ងាញ់ខ្លាំងតែម្ដងណាបងប្អូននៅពេលយើងផ្ដាសាយណាបងប្អូនអត់មានកម្លាំងទេហូបអីក៏មិនឆ្ងាញ់មកបានអំបោសគ្រឿងក្តៅហត់អញ្ចេះបងប្អូនអើយគឺថាកម្លាំងមកពីណាទេព្រឹសតែម្ដងចាសម្រាប់ការបង្ហាញរបស់ខ្ញុំគឺរឿយៗហើយសូមអរគុណច្រើនពុកម៉ែបងប្អូនជម្រាបលាជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយ